បាទตัวแต่ในជនយើងវិលមកជួបគ្នាបន្តបាទបងអើយមិញនេះសម្រាប់ប្រហែលនាទីប្រហែលអីទៅចង់នាទីអីទៅចង់កន្លះម៉ោងចាបាទ20នាទីអ្នកដែលចេញទៅបន្ទប់ទឹកមកវិញដល់ម៉ោងវិញហើយអូជើញមិញអ្នកសែមបាល់ពងនៅអង្គុយកន្លែងកាហ្វេកាទៀវពងមើលណាមិញនិយាយតាក់តងរឿងភ្លើងនោះវាដឹងដល់អ្នកសែមបាល់នោះទៀតចាហើយនឹងអ្នកក្រុងបរសែននុនោះក៏អញ្ចឹងដែរមិញនេះផ្ញើសារមកមិញថាអ្នកក្រុងបរសែននុកំពុងតែមិនទាន់ចេញទៅរត់ម៉ូតូឌុបរត់កង់3ទេបាទចាំមើលចប់3វគ្គសិនមើលតវគ្គហ្នឹងវគ្គអីទៀតបាទតោះព្រោះនិយាយរួមទៅបើសិនជាយើងទៅដល់កន្លែងតំបន់ប្រជាពលរដ្ឋរស់នៅតាមខេត្តជនបទបានយើងដឹងថាតើសុខទុក្ខហើយនឹងរបៀបរស់នៅរបស់គាត់ដោយរបៀបយ៉ាងណាចាបាទបានដឹងដូចជានៅខាងកំពង់ធំអញ្ចឹងថ្ងៃសប្តាហ៍ហ្នឹងថ្ងៃសៅរ៍ហ្នឹងទៅជួបគ្នាចែកញ៉ាទឹកអីហ្នឹងជួបគ្នាព្រោះទៅហ្នឹងគាត់ថាតាមពិតទៅជំរឿសរបស់ប្រជាពលរដ្ឋនៅតាមតំបន់ពេលខ្លះពលរដ្ឋនៅទីនោះគាត់មានរបរដឹកអុសលក់ចាហើយអុសហ្នឹងគាត់យកអាចនីអុសងាប់គេកាប់ដើមធំគេទុកមែកទុកអីគាត់ដឹកអាហ្នឹងមកលក់ចាដល់ពេលរបររបស់គាត់នៅនោះសម្រាប់តែចិញ្ចឹមជីវិតដល់ពេលបចេញមកយកមកដាក់ទីផ្សារមេព្រៃចាប់ឬក៏សមត្ថកិច្ចចាប់គាត់ថាអានេះច្បាស់ជាផ្ដាច់បំពង់ទៅសៃកដែលគាត់កំពុងតែរស់ហ្នឹងហើយអញ្ចឹងនិយាយអស់រឿងតាក់ទងនឹងពេលខ្លះវាអញ្ចឹងតែបើយើងនិយាយអំពីច្បាប់ព្រៃឈើយើងដឹកឈើវាខុសហើយដូចខ្ញុំក៏មុនខ្ញុំអ្នកធ្វើឡខ្ជូងដែរចាប្រវត្តិ8ជាង9ជាងខ្ញុំធ្វើឡដុតខ្ជូងជំនាញផុតហើយនៅណាដែរលោករដ្ឋីពងស្ពឺបាទចានឹងឡខ្ជូងកពូលតែឥឡូវទៅអស់ណាដុតធ្វើឡធ្វើខ្ជូងវេទនាយ៉ាងងាប់បាទហើយអញ្ចឹងអេសុយអ្នកទស្សនាដែលនៅតាមខេត្តហ្នឹងគាត់ប្រហែលជាចង់សួរខ្ញុំថាមើលទីបើថាអ្នកឯងចេះធ្វើឡហ្នឹងគេធ្វើមិនហ៎ឡដុតខ្ជូងហ្នឹងចាខ្ញុំចង់សួរអញ្ចឹងនិយាយចេះឡើងថ្នោតសួរឡើងថ្នោតហ្នឹងគេគៀបមិនហ៎ត្រាំទឹកប្រមាណព្រឹកគៀបប្រមាណព្រឹកណាត្រូវធ្វើអីខ្លះចាប់ដើមទៅនិយាយ2ម៉ោងអត់ចប់ទេខ្ញុំនិយាយហើយនិយាយរឿងដុតឡតាមធម្មតាពីមុនអ្នកនៅឯតំបន់តាមខេត្តដែលនិយមធ្វើឡដុតខ្ជូងគេយកដំបូកគេជីកដំបូកធ្វើឡរួចហើយបានបោកមកធ្វើកពីងនឹងដំបូកនឹងមកគេមើលដំបូកណាធំអីចឹងទៅបាទប៉ុន្តែកន្លែងខ្លះអត់យកដំបូកធ្វើឡទេប៉ុន្តែយកដីដំបូកមកធ្វើឡនៅកន្លែងទីវាលកន្លែងវាលវិញចាមកបោកនោះវិញបើនៅខាងខ្ញុំគេអត់យកធ្វើទីវាលធ្វើឡទេគឺគេជីកដំបូកអញ្ចឹងហើយរួចហើយបានគេប៉ាតដីដំបូកឡើងមកចេះហើយឡវាមានខ្លះគេធ្វើរុនផើយ2សងខាងខ្លះគេធ្វើផើយ3ស្រេចគេចាខ្លះក៏គេអាចធ្វើមួយដែរតែមួយឯងហើយគេដាក់អុសនឹងឲ្យគេអុសរស់ចាដើមឈើរស់កាប់អុសដាក់រស់ហ្មងដាក់នៅក្នុងនោះរៀបឲ្យពេញហើយឲ្យណែនឲ្យជើងអៀតកុំឲ្យច្រឡោះចាបើឲ្យប្រហោងធំពេកវាអត់សុះល្អចាហើយគេដុតប្រមាណខែខ្លះគេដុតមួយខែឡខ្លះគេធ្វើល្អដុតមួយខែសុះគេបិទខ្លះកន្លះខែក៏មានខ្លះ2ខែក៏មានឡគេធ្វើល្អខ្លះមិនធ្វើល្អដោយសារអីពេលខ្លះគេធ្វើទៅផើយសម្រាប់ដុតភ្លើងនឹងដុតទៅភ្លើងវាអត់ស្រូបចូលទៅក្នុងកាលណាភ្លើងអត់ស្រូបចូលទៅក្នុងឡនឹងក៏ជាខ្ជូងនេះចង់និយាយអញ្ចឹងហើយគេថាចោះធ្វើម៉េចបានដឹងថាឡនឹងឆេះបានជាខ្ជូងហើយគេដាក់លើផើយនឹងគេកាត់ជាមែកឈើរស់មួយបើប៉ិនមេដៃក៏ដោយប៉ិនម្រាមដៃក៏ដោយតែជាមែកឈើរស់ដាក់លើកងលើ
លើផើយឡហ្នឹង ចា បាទកាលណាបើសិនជាដុតទៅឡនឹងឆេះជាខ្ជូងហើយខាងក្នុងហ្នឹងគេមើលតែអាឈើមួយដែលដាក់នៅលើបំពង់ពុយឡហ្នឹងណា ចា វាសោះកាច់បានជាខ្ជូងដែរអាហ្នឹងខាង អូ ក្នុងឡហ្នឹង ចា ល្មមឲ្យគេបិទហើយចាប់ដើមបិទហើយ ចា បាទបិទឡហើយអានេះខ្ញុំនិយាយរឿងឡដុតខ្ជូងបាទអាហ្នឹងរឿងបិទឡអីផ្សេងអាហ្នឹងខ្ញុំមិនដឹង បាទព្រោះមានប្រិមិត្តដែលនៅខាងខេត្តហ្នឹងគាត់ញ៉ាសារមកខ្ញុំតាក់ទងនឹងរឿងហ្នឹង បាទចេះទាំងអស់បងប្អូនខ្ញុំតាក់ទងនឹងជីវិតកសិករធ្វើកសិកម្មចេះទាំងអស់ នេះជំនាញអូយចុយពិបាកមិនគ្រាន់តែប៉ុណ្្នឹងរឿងអីមិនចេះគេចេះធ្វើយន្តហោះបានគេចេះធ្វើកុំព្យូទ័របានយើងគ្រាន់តែប្រើសោះអីពិបាក ចា ត្រូវតែរៀនឲ្យចេះ បាទតោះជើញ ចាព័ត៌មានជាបន្តនោះគឺតកតងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្ត G10 បានកិននារីជាកម្មការិនីម្នាក់ឃ្លាយពោះវៀនស្លាប់ចេញពីធ្វើការរោងចក្រដឹកបងប្អូនទៅស្រុកកំណើតនៅថ្ងៃបុណ្យឈប់សម្រាកត្រូវរថយន្ត G10 របស់ក្រុមហ៊ុននឹមម៉េងបើកិនពីលើពាក់កណ្ដាល ណាំមេង ចាណាំម៉េងពាក់កណ្ដាលចាគឺកិនពីលើពាក់កណ្ដាលខ្លួនធ្លាយពោះវៀនស្លាប់ស្ត្រីម្នាក់និងម្នាក់ទៀតរងរបួសស្រាលកាត់ឡើងនៅវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី 30 ខែមេសាលើកំណាត់ផ្លូវជាតិលេខ 3 ទល់មុខសួនឧស្សាហកម្មវឌ្ឍនៈ 2 ក្នុងភូមិទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោសពនឹងមានឈ្មោះថានូសារីមភេទស្រីអាយុ 27 ឆ្នាំជាកម្មការិនីកាត់ដេរនៅរោងចក្រភូមិជ្រៃកោងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលក្បែររោងចក្រហើយមានស្រុកកំណើតនឹងគឺនៅភូមិត្រពាំងរាំងឃុំមហារាសីស្រុកកងពិសីខេត្តកំពង់ស្ពឺចំណែកបងស្រីដែលរួមដំណើរជាមួយរងរបួសស្រាលគឺមានឈ្មោះថានូផនអាយុ 32 ឆ្នាំធ្វើការនិងស្នាក់នៅជាមួយគ្នាបើតាមសម្ដីរបស់បងស្រីសពនឹងបានឲ្យដឹងថាមុនពេលគាត់ចេញពីធ្វើការគឺហើយណាមួយវាចំថ្ងៃជប់សម្រាកផងគឺប្អូនស្រីរបស់គាត់នឹងបានជិះម៉ូតូ Honda Dream ស៊េរី 2013 ពណ៌ខ្មៅដឹករូបគាត់ជាបងស្រីនឹងទៅលេងស្រុកកំណើតដោយធ្វើដំណើរពីជើងទៅត្បូងស្របគ្នាជាមួយនឹងរថយន្ត ម៉ាក Hyundai ពណ៌ទឹកប៊ិចលាយស្លាទុំដែលជាប្រភេទរថយន្ត G10 ចាហើយមកដល់ចំណុចខាងលើហ្នឹងគឺរថយន្តបង្កបើកលឿនបានបើកបុកម៉ូតូរបស់គាត់ពីក្រោយពេញទំហឹងអស់ជាង 10 ម៉ែត្រហើយកិនម៉ូតូនៅជាប់កង់មុខរថយន្តហើយកិនពីលើពាក់កណ្ដាលខ្លួនប្អូនស្រីដែលជាអ្នកបើកម៉ូតូហ្នឹងនៅកង់ក្រោយធ្លាយពោះវៀនស្លាប់គួរឲ្យរន្ធត់ពេកក្រៃហើយចំណែករូបគាត់ហ្នឹងខ្ទាតចេញពីរថយន្តរងរបួសស្រាលក្រោយពេលកាត់ហេតុអ្នកជិះលើរថយន្តមានគ្នា3នាក់បានរត់គេចខ្លួនចំណែកសពគឺសមត្ថកិច្ចពីអ្នករួចហើយបានដឹកបានឲ្យបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយរថយន្តនិងម៉ូតូសមត្ថកិច្ចរបស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចា៎ អូយលោកអើយ អូយ មើលទៅរន្ធត់ណាស់មើលណាកង់ឡាននៅកិនពីលើម៉ូតូហើយនឹងមនុស្សនៅឡើយទេពិតជាសោកនាដកម្មណាស់លោកអើយមើលនោះតប៉ែតនៅពីលើនៅកង់ឡាននៅពីលើនឹងបណ្ដោយបាទអញ្ចឹងណាលោកអ្នកគ្រោះថ្នាក់វាកើតឡើងវាអត់មានដឹងមុនទេកំពុងតែជិះគេមកកិនពីក្រោយបាទខំគោរពច្បាប់តែអ្នកមិនគោរពមកបុកយ៉ាចឹងឥឡូវម៉េចចឹងគ្មានអីក្រៅពីយើងពង្រឹងច្បាប់ហើយពង្រឹងការប្រុងប្រយ័ត្នសម្រាប់បុគ្គលម្នាក់ពង្រឹងច្បាប់យ៉ាងម៉េចពង្រឹងច្បាប់អ្នកបើកបរអ្នកឯងបើសិនជាបើកបុកស្លាប់មនុស្សយើងត្រូវមើលពីទស្សនវិជ្ជាជាក់ស្ដែងស្លាប់មែនតើអ្នកណាបំពេញឬអ្នកណាព្រោះធ្វើបែបនេះយើងការពារខ្លាចអ្នកស្លាប់ខុសប៉ុន្តែអ្នកមិនស្លាប់នោះត្រូវតែអ្នកខ្លះអ្នករងរបួសត្រូវតែអ្នកបកគាត់បើកបរខុសនេះយើងចង់បានប៉ុណ្ណឹងទេមិនគិតថាគ្រោះថ្នាក់កើតឡើងសិតតែអ្នកស្លាប់ត្រូវឯណាខ្ញុំអត់គិតអញ្ចឹងទេខ្ញុំគិតតែពីរឿងខុសហើយនឹងត្រូវហើយពង្រឹងការប្រុងប្រយ័ត្នអ្នកបើកបរទាំងឡាយក៏ត្រូវតែមានការប្រុងប្រយ័ត្នអ្នកបើកបររថយន្តដឹកកម្មករអ្នកត្រូវតែប្រុងប្រយ័ត្នលើសគេទាំងអស់ដោយសារតែជីវិតរបស់កម្មករនៅលើនេះកូនគេកូនយើងប្អូនគេប្អូនយើងបងគេបងយើងណាគេពឹងលើជីវិតតកង់ឃើញទេមួយឡានប៉ុណ្ណាប្រមាណអ្នកជិះលើរថយន្ត Hyundai ដែលដឹកកម្មករច្រើនណាស់
អញ្ចឹងកុំឲ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដៃដឹកកម្មករប្រចាំខែពួកកម្មករជិះឡានសប្ងៃ គេមានខែ គេដាក់ខែ ចា ព្រោះកម្មករខ្លះគ្នានៅផ្ទះចិត្តល្មមគេដាក់ខែគេត្រឡប់ទៅដេកផ្ទះ ចា តែកម្មករដែលនៅផ្ទះឆ្ងាយគ្នាស្នាក់នៅឯភ្នំពេញទេឬក៏ស្នាក់នៅចិត្តរោងចក្រទេបាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះក៏អំពាវនាវដល់តកងឡានបើកបរដឹកកម្មកររោងចក្រទាំងឡាយត្រូវតែប្រុងប្រយ័ត្នខ្ពស់បើកបរពេលដែលដឹកគ្នាហើយកុំបើកប្រហើនកុំលឿនពេកបាទដើម្បីការពារជីវិតគេព្រោះជីវិតរបស់គេ30-40នាក់100នាក់ពឹងផ្អែកលើអ្នកហើយបាទតោះ ចាឥឡូវនេះយើងបន្តចូលគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតដែលបរិសម្នាក់បើកម៉ូតូលឿនពេកទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ស្លាប់មួយទៀត ចាស្លាប់ទៀតហើយចាបរិសម្នាក់បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកាត់ហេតុនិងម្នាក់ទៀតសន្លប់មួយសន្ទុះដឹងខ្លួនដើរចេញពីកន្លែងកាត់ហេតុទៅបាត់បន្ទាប់ពីជិះម៉ូតូចុះពីលើស្ពានអាកាសស្ទឹងមានជ័យលឿនពេកមកដល់ផ្លូវកោង4ចង្កូតមិនទាន់ជ្រុលទៅបុកខឿននៅកូនស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោកកាលពីវេលាម៉ោង3:30នាទីទៀបភ្លឺថ្ងៃទី1ខែឧសភាអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបរិសទាំងពីរនាក់នឹងជិះម៉ូតូមួយគ្រឿងម៉ាស៊ុយស៊ូគីស្មាស់រេវ៉ូពណ៌ខ្មៅធ្វើដំណើរតាមផ្លូវលេខ271ទិសដៅពីត្បូងទៅជើងបើកឆ្លងស្ពានអាកាសលឿនដូចហោះចុះពីលើស្ពានដល់គោលស្ពានហើយដែលជាចំណុចកោងហ្នឹងគឺបានជ្រុលទៅបុកខឿនគោលស្ពានបណ្ដាលឲ្យអ្នកបើកម៉ូតូបោកផ្ទប់នឹងរនាំងដែកដាក់បាំងនៅគោលស្ពានផ្លោងទៅក្រោមស្ពានបណ្ដាលឲ្យដួលបោកក្បាលហូរឈាមពេញផ្លូវស្លាប់ចាហើយចំណែកមិត្តភ័ក្តិរួមដំណើរបែកក្បាលសន្លប់មួយសន្ទុះដឹងខ្លួនឡើងវិញដើរចេញទាំងរវើរវាយក្រោយកាត់ហេតុសពជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេហើយសពនឹងត្រូវបានគេយកទៅតម្កល់ទុកនៅវត្តសម្បួរមាសរងចាំហៅសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ជើងគោករងចាំសាច់ញាតិទៅទទួលយកចា៎រឿងនេះឥឡូវលោកអ្នកបន្ទោសណាឥឡូវនេះបាទទៅបន្ទោសគេធ្វើស្ពានហ្នឹងម៉េចបាទហើយមើលអញ្ចឹងលោកអ្នកឃើញឥឡូវយើងបន្ទោសពីណាលោកអើយមើលឈាមហូរដូចទឹកបាទទូទាំងនៃជនចឹងបានថាអានឹងបើយើងបន្ទោសលើមនុស្សចុះពីលើស្ពានព្រោះស្ពានស្ទឹងមានជ័យនឹងវាមានផ្លូវមានកោងចុះមកក្រោមបត់វែងបត់ស្ដាំតាមបច្ចេកទេសគេធ្វើតាមដាប់កុំឲ្យស្ទះនោះបាទប៉ុន្តែដល់យើងណាអ្នកធ្វើដំណើរណាទីបំផុតស្លាប់ដោយមិនមានអ្នកណាមកបុកយើងទេគឺយើងទៅបុកគល់ស្ពានបុករនាំងដែកស្ពានបាទឥឡូវនេះលោកអ្នកអត់ទាន់ឃើញសាច់ញាតិទេណាមួយអ្នករងគ្រោះនោះរងរបួសនោះគឺរវើរវាយនឹងតាណាបាត់ហើយចាអត់ដឹងទេបាទរវើរវាយបែបកលុកខួរក្បាលហើយបាទអញ្ចឹងបើសិនជាមានសាច់ញាតិបងប្អូនណាដែលបាត់សាច់ញាតិរបស់ខ្លួនសូមអញ្ជើញណាទៅមើលកូនប្អូនក្មួយបងនៅវត្តណានៅវត្តសម្បួរមាសបាទមើលសហការីមើលម៉ូតូបន្តិចមិញមើលម៉ូតូហើយមើលនេះតិចដើម្បីឲ្យឃើញលោសាច់ញាតិរបស់គេចានោះផ្លាកលេខលោករដ្ឋីណាអត់នេះផ្លាកលេខខាងប៉ូលីសដូណូអាហារ45 44លោករដ្ឋី45 44 1BO 45 លោកជប់ស្តុបនៅសិនសហការីបាទ1BO 45 44ចាមានបងប្អូនណាបានស្គាល់ទេស្លាកលេខនេះកូនណាបងណាប្អូនណាលោកអើយបាទអញ្ចឹងសូមអញ្ជើញទៅទទួលសាកសពនៅវត្តសម្បូរមាសនៅសង្កាត់ស្ទឹងមានជ័យចាមិនមែនទេបើសម្បូរមាសនៅនោះទេសម្បូរមាសនៅខាងបងស្ពានដែកចកាដូងទេនៅវត្តសម្បូរមាសហ៎ចាបាទត្រូវហើយវត្តសម្បូរមាសនៅខាងបងស្ពានដែកចកាដូងបាទនៅខាងនោះបាទអញ្ចឹងនេះគ្រាន់តែជាការជូនដំណឹងឲ្យលោកសាច់ញាតិបងប្អូនដែលបានបាត់សាច់ញាតិរបស់ខ្លួនហើយមិនបានឃើញត្រឡប់ទៅផ្ទះហើយសូមមើលទូហងមាសសូមបង្ហាញរូបភាពអំបញ្ញមិញម៉ូតូ 1BR 45 44បាទសូមអញ្ជើញទៅទទួលសាច់ញាតិបងប្អូនដែលបានស្លាប់ទៅហើយបាទគាត់អត់មានពីណាបុកគាត់ទេគឺគាត់ទៅបុកគល់ស្ពានស្ទឹងជ័យបាទបុកខ្លួនឯងទេ
បាទដោយសារគាត់ចុះពីលើស្ពានកន្លែងនឹងបត់ឲ្យគាត់បើកលឿនគាត់អត់បានព្រមកិច្ចតាមផ្លូវកោងបាទអត់កិច្ចតាមផ្លូវអត់កោងតាមផ្លូវបាទអញ្ចឹងនេះជាការជូនដំណឹងអ្នកដែលបាត់សាច់ញាតិរបស់ខ្លួនណានេះឃើញខ្លួនឯងហើយណាផ្លាកលេខម៉ូតូ45 44បាទតោះបន្តរឿងទៀតចាលោករដ្ឋាភិបាលមិញហ្នឹងគឺករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តខាងក្រុមហ៊ុនណាំមេហ្នឹងបុកនារីកម្មការនីធ្លាពវៀនឥឡូវហ្នឹងទៀតហើយគឺរថយន្តក្រុមហ៊ុនដដែលគឺចាគឺរថយន្តក្រុមហ៊ុនណាំមេកិនអ្នករថម៉ូតូណាំមិនណាំមេចាណាំចាណាំចាក្រុមហ៊ុនណាំមេគាត់កិនអ្នករថម៉ូតូដប់បែកក្បាលស្លាប់ចាបរិះជាអ្នករថម៉ូតូដប់ម្នាក់ដឹកនារីម្នាក់ទៅសួរសុខទុក្ខបងប្អូននៅពន្ធនាគារព្រៃសរត្រូវរថយន្តបានរបស់ក្រុមហ៊ុនណាំមេកិនបែកមុខការពារសុវត្ថិភាពនិងបែកក្បាលស្លាប់នៅជាប់នឹងម៉ូតូចានេះលោករដ្ឋាភិបាលមើលណាបែកមុខខ្ទេចដែលរស់ចាឡើងខ្ទេចហ្មងទៅវាជិះយ៉ាងម៉េចណាតោះមើលវិញចាគឺហេតុការណ៍ហ្នឹងកាត់ឡើងកាលពីម៉ោង 2 រសៀលថ្ងៃទី 30 នៅតាមផ្លូវលេខ 371 ក្បែររោងចក្រ SL ក្នុងភូមិឫស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យបើតាមសម្ដីរបស់នារីដែលគាត់ជាអ្នកជិះម៉ូតូឌុបរបស់ជនរងគ្រោះហ្នឹងគាត់បានប្រាប់ថាចាមុនពេលកាត់ហេតុគាត់ជិះម៉ូតូឌុបពីម្ដុំពេទ្យចិនក៏បំណងហ្នឹងគឺទៅសួរសុខទុក្ខបងប្អូននៅពន្ធនាគារព្រៃសរដោយបរិះអ្នកឌុបហ្នឹងមានវ័យ40ឆ្នាំជិះម៉ូតូ Honda Dream ពណ៌ខ្មៅស៊េរី 2008 ធ្វើដំណើរតាមផ្លូវលេខ 371 ពីលេខទៅកើតស្របគ្នាជាមួយរថយន្ត Hyundai ពណ៌ទឹកប៊ិចលីលឿងជាប្រភេទរថយន្តបានតែអត់មានដឹកអីទេហើយជារថយន្តរបស់ក្រុមហ៊ុនណាំមេបើកមកពីក្រោយម៉ូតូហើយមកដល់ចំណុចខាងលើហ្នឹងស្រាប់តែអ្នកបើកម៉ូតូហ្នឹងគាត់ចាប់ហ្វ្រាំងដួលបោកអ្នកបើកម៉ូតូផ្កាប់មុខចាដួលបោកម៉ូតូហើយអ្នកបើកហ្នឹងគាត់ផ្កាប់មុខជើងម៉ូតូខ្លួនឯងដួលមុខឡានគេចាហើយផ្កាប់មុខជើងនៅកងជាប់ម៉ូតូហើយក៏ត្រូវរថយន្តដែលបើកមកពីក្រោយហ្នឹងចាកិនបែកមុខការពារសុវត្ថិភាពតែម្ដងចាអូចឹងឥឡូវយើងពិបាកក្នុងការបន្ទោសឡានប៉ុន្តែវានៅកំហុសអញ្ចេះគេអាចវាស់វែងណាចាវាស់វែងឥឡូវទី1ឥឡូវខ្ញុំនិយាយពីហេតុផលជាក់ស្ដែងហើយនឹងពីផ្លូវច្បាប់ទី1កម្លាតនៃការជិះពីមុខក្រោយគ្នាកម្លាតប្រមាណនិយាយពីច្បាប់ចរាចរណ៍បាទកម្លាតដែលចង្អៀតបំផុតយ៉ាងហោចណាស់ក៏2ម៉ែត្រ3ម៉ែត្រដែរបាទអានេះនៅផ្លូវចង្អៀត2ម៉ែត្រ3ម៉ែត្រប៉ុន្តែនៅក្រុងភ្នំពេញយើងកន្លងមកពេលដែលចង្អៀតផ្ទះចរាចរណ៍អត់កុំនិយាយរឿងម៉ែត្រនិយាយមកចាអាមសង់ទីម៉ែត្រក៏បានដែរនិយាយមកចាអាមពីគ្នាបាទនឹងនៅភ្នំពេញយើងនៅផ្ទះរាល់ថ្ងៃនេះបាទអញ្ចឹងឥឡូវទី1កំហុសមកពីខាងភាគីម៉ូតូដែរប្រហែលជាគាត់អាចវាក់ជាមួយនឹងស្អីមួយនៅខាងមុខគាត់ចាប់ប្រាំងមុខផងក្រោយផងមិញម៉ូតូអីគេម៉ូតូសង់ម៉ូតូសង់Honda Dream បើសិនជាម៉ូតូ Viva ប្រាំងបូមអានឹងជាក់ច្បាស់ណាស់គឺចាប់ប្រាំងមុខគឺបោកដួលខ្លួនឯងមកបើជិះក្នុងលឿនចាប់ប្រាំងមុខដួលមកចាបាទនេះតែឥឡូវម៉ូតូដែលប្រភេទ Viva ប្រាំងបូមមុខហ្នឹងឥឡូវគេលែងចេញហើយដោយសារតែអាម៉ូតូប្រភេទហ្នឹងចេញមកលក់លែងដាច់ចាវាគ្រោះថ្នាក់រឿងចាប់ប្រាំងបូមហ្នឹងបោកក្បាលដួលស្លាប់អ្នកជិះបាទអញ្ចឹងដោយសារតែម៉ូតូនេះដួលនៅមុខឡានមកពីក្រោយបើកប្រកិតប្រគៀកផងកិនស្លាប់ជន់ប្រាំងអត់ទាន់បាទនេះដែលច្បាប់ចរាចរណ៍គេឲ្យជិះកម្លាតគ្នាហ្នឹងគឺការពារអញ្ចឹងការពារខ្លាចអ្នកនៅពីមុខយើងចៃដន្យអីវាដួលវាធ្លាក់របស់របរឬក៏ធ្លាក់កូនអ្នកបីនៅដៃចាតែកាលណាបើសិនកម្លាត2ម៉ែត្រ3ម៉ែត្រយើងឃើញធ្លាក់យើងជន់ប្រាំងតាន់ប៉ុន្តែនេះផ្លូវហ្នឹងបើសិនជាយើងកុំលឿនទៅវាមិនអីបែបលឿនក៏សមដែរនេះលឿនដែរបានអញ្ចឹងបាទឥឡូវធម្មតាទេយើងមិនបាច់បន្ទោសក្រុមហ៊ុនទេព្រោះក្រុមហ៊ុនគេជួលបុគ្គលិកឲ្យមកបើកបរចាបាទអញ្ចឹងអ្នកបើកបរទេដែលការបើកបរដែលធ្វើប្រហែសខ្លួនឯងបាទទោះបីក្រុមហ៊ុនគេខំប្រឹងណែនាំអប់រំឲ្យអ្នកបើកបរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នបើកយឺតក្នុងពេលចង្អៀតកុំបំពានច្បាប់ចរាចរណ៍កុំបំពានភ្លើងចរាចរណ៍អញ្ចឹងទៅប៉ុន្តែបើសិនជាអ្នកបើកបរនឹងគាត់មិនស្ដាប់អានឹងធ្វើម៉េចវារឿងបុគ្គលបាត់ហើយអញ្ចឹងយើងវាមិនអាចបន្ទោសក្រុមហ៊ុនចាអានឹងវាមិនខុសគេនិយាយថាខឹងគូវាយអតេសបាទវាអត់ទេវាអត់
ខអីទេវាអូសទៅតាមតែគូទេអញ្ចឹងបើសិនជាគូវាខូចគូវាតម្លាក់នឹមគូវាពេលបទៅវាកឆេងវាផ្អើលអីធ្វើឲ្យទៀសទៅកិនគេអាហ្នឹងមិនកំហុសទេកំហុសគូអញ្ចឹងបានគេអ្នកខ្លះដែលខ្ញុំនិយាយផ្សេងមិញថាកុំបន្ទោសសង្គមបាទមិនសង្គមខូចទេមិនសង្គមអាក្រក់ទេមនុស្សទេដែលអ្នកឯងប្រព្រឹត្តអាក្រក់ព្រោះពេលខ្លះសង្គមនេះហើយសម្បូរអ្នកគ្រឿងញៀនមែនវ៉ៃសម្បូរអ្នកផឹកថ្នោតជូរមែនវ៉ៃសម្បូរអ្នកស្រវឹងមែនវ៉ៃកុំបន្ទោសសង្គមមនុស្សអញ្ចឹងបើឧទាហរណ៍ទៅអាហ្នឹងវាចូលដល់រឿងស្រាទៀតស្រាប៊ីយ៉ាទៀតពេលដែលស្រវឹងកុំបន្ទោសស្រាស្រវឹងកុំបន្ទោសប៊ីយ៉ាបាទមនុស្សឯណាស្រវឹងហើយយើងឯណាដែលចេះអត់ចេះទប់ខ្លួនឯងតែប្រមាណដែលកម្រិតគ្រប់បាទគ្រប់គ្រាន់មនុស្សឯដែលជាអ្នកបំពេញដាក់ខ្លាំងបើគេឲ្យ2ដបយើងផឹកតែ1ដបទៅបើគេឲ្យ5កែយើងផឹកតែ2កែទៅចា2កែ2នាក់ទៅ2កែ2នាក់ដែរចឹងបានខ្ញុំនិយាយលេងតែលេងដូចមែនចានៅទួលគោកចិត្តវងមូល7មករាពីមុនខាងជើងហ្នឹងគេហៅថាហាងស្រាព្រិលប៊ីយ៉ាព្រិលចាហើយនៅនោះក៏មុនលក់នៅចិត្តសាលាទួលគោកទៅនោះជុំមកចុងសប្តាហ៍ទៅជួបមិត្តភក្តិដាក់ទៅព្រិលមែនព្រោះគេធ្វើកែវគេចាកែវគេខ្លះសេឲ្យព្រិលរួចហើយគេដាក់ស្រាប៊ីយ៉ានឹងមកចាក់មកព្រិលទៅជារបស់គេមែនអស់តែ3កែវមិនព្រិលស្រាណាព្រិលមនុស្សហើយមកតាមផ្លូវបើកមកព្រិលแล้วมือเลยจองคืนបាទអានេះខ្លួនយើងឯងកុំបន្ទោសស្រាណាបងប្អូនណាដែលកំពុងទស្សនានៅមុខនេះតិចលោកថាលោកនាធីនិយាយចំបើនិយាយមិនចំមិនបើនេះធ្លាប់ទៅចឹងដែរចាធ្លាប់សិតតអ្នកធ្លាប់បាទតែគាត់ថាវាមិនធ្លាប់រឿងទៅវាហួសហេតុពេកខ្ញុំតែមកល្មមគ្រប់គ្រាន់បានអញ្ចឹងបាននិយាយខ្ញុំចេះនិយាយលេងខ្លះមែនខ្លះយើងត្រូវតែចេះគ្រប់យ៉ាងចេះឲ្យអស់ចេះឲ្យគ្រប់អ្វីដែលយើងត្រូវដឹងគឺនៅក្នុងសង្គមព្រោះកាលណាដឹងច្រើនបានយើងនិយាយទៅវាចំគោលដៅដែលគេកំពុងទស្សនាហើយដូចខ្ញុំឧទាហរណ៍ថាខ្ញុំនិយាយរឿងអ្នករបស់ដុតខ្ជូងឡយ៉ាងឡខ្ជូងយ៉ាងចាចុះបើអ្នកអត់ធ្លាប់ចេះផងទៅនិយាយមិនឡើយនិយាយមិនបបោនឹងយកខ្ជូងចក្រានយកមកធ្វើឲ្យមិនវាទៅចឹងតាបើយើងនិយាយពីរឿងឡើងថ្នោតថាខ្លួនឯងច្បាស់បើតែបើខ្លួនឯងមិនធ្លាប់ឡើងផងមិននិយាយត្រូវចឹងអ្នកឡើងថ្នោតគេប្តឹងអ្នកដុតឡខ្ជូងគេប្តឹងព្រោះយើងនិយាយអត់ត្រូវចាដូចជំនាញអ្នកកម្មករដុតឡអត់ចឹងនៅផ្លូវ 6A នៅក្នុងជាពិសេសនៅក្នុងស្រុកមុខកពូលច្រើនតាមផ្លូវនោះបាទគាត់ជំនាញគាត់ខាងដុតឡអត់ហើយខ្ញុំចេះតែដុតឡខ្ជូងទេតែឡអត់ខ្ញុំអត់ដឹងតែគេដុតប្រហែលខែឆ្អិនហើយដុតមិនខ្ញុំអត់ដឹងទេអញ្ចឹងខ្ញុំអត់ហ៊ាននិយាយបាទកុំនិយាយឲ្យខុសបាទព្រោះគេអ្នកមើលគេចេះយើងចាបាទចេះយើងជាងអ្នកនិយាយមានចាបាទអញ្ចឹងបានថានិយាយកុំចេះតែហ៊ានប្រយ័ត្នម៉ែវាយបាទបើមិនមែនម៉ែវាយទេគឺអ្នកហូបកាហ្វេហូបគុយទាវគេអ្នកវាយយើងវាយអីមិនវាយដោយដៃវាយដោយគប់អីទេវាយដោយពាក្យសម្ដីរិះគន់មកថាអូយពេកមាត់មែនអត់ចេះនិយាយអត់ធ្វើផងនេះចានិយាយអត់ធ្វើមកចេះនិយាយមកនេះអើយបាទហ្នឹងខ្ញុំខ្លាចអញ្ចឹងបើកាលណានិយាយឲ្យត្រូវនិយាយមិនត្រូវកុំនិយាយបាទព្រោះតែកាលណាមនុស្សវាមានជំនាញផ្សេងចាវាមិនមែនយើងចេះគ្រប់ជំនាញទេបាទអ្នកឯងជំនាញក៏នោះខ្លាំងមែនប៉ុន្តែអ្នកឯងអត់មានជំនាញធ្វើកិច្ចការនោះផ្សេងទៀតបានទេអាហ្នឹងវាអញ្ចឹងវាទៅបែងចែកគ្នាអញ្ចឹងបាទត
តោះទៀត ចាឥឡូវនេះយើងបន្តចូលមួយរឿងទៀតគឺខាត់រថយន្ត clinic ឯកជនដឹកអ្នករបួសយកទៅព្យាបាលដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវរថយន្តសង្គ្រោះបន្ទាន់របស់ clinic ឯកជននៅក្នុងរាជធានីភ្នំពេញភាគច្រើនគឺអត់មានច្បាប់អនុញ្ញាតត្រឹមត្រូវទេបានបើកចាំដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជារៀងរាល់យប់ត្រូវបានអ្នកសម្របសម្រួលរថយន្តសង្គ្រោះបន្ទាន់របស់សេវា119ខាត់បានរថយន្តមួយគ្រឿងធ្វើការអប់រំបន្ទាប់ពីដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ទៅព្យាបាលនៅ clinic ឯកជនកាលពីវេលាម៉ោង 11:45 នាទីយប់ថ្ងៃទី30 ខែមេសានៅកុស្ពានអាកាស 7 មករាត្រៃខាងលិចតាមមហាវិថីសហព័ន្ធរុស្ស៊ីភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខបើតាមអ្នកសម្របសម្រួលសេវា119ជានាយកអង្គការ Side by Side ប្រចាំនៅប្រទេសកម្ពុជាដែលទទួលបន្ទុកផ្នែកសង្គ្រោះគ្រោះមហន្តរាយនិងរងគ្រោះផ្សេងៗដែលជាជនជាតិជប៉ុននឹងគឺបានឲ្យដឹងថាសេវាឯកជនរបស់រថយន្តសង្គ្រោះ clinic ឯកជនចេញដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍អត់ច្បាប់អនុញ្ញាតត្រឹមត្រូវទេគឺបានដឹកអ្នករងគ្រោះនឹងយ៉ាងកក្រឹកកក្រែងពេកទើបគាត់នឹងធ្វើការតាមដានមើលក្រុមរថយន្តសង្គ្រោះ clinic ឯកជនហើយឈានទៅដល់ការខាត់រថយន្តរបស់ clinic មិញវុធីបែកចានបន្ទាប់ពីបានដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលខ្លួនឯងនៅស្រុកអង្គស្នួលខេត្តកណ្ដាលយកមកព្យាបាលតែរងរបួសធ្ងន់ពេកបានបញ្ជូនទៅព្យាបាលនៅសម្ភពសុមាលភាពនៅកុស្ពានអាកាស 7 មករារួចបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈក៏ត្រូវអ្នកសម្របសម្រួលសេវា119ប្រាប់ឲ្យសន្តិសុខខាត់ដើម្បីធ្វើការសួរនាំហើយចំពោះមូលហេតុនៃការខាត់រថយន្ត clinic មិញវុធីបែកចានហ្នឹងគឺលោកបានឲ្យដឹងថាដោយសារតែរថយន្តខាងលើហ្នឹងมันមានច្បាប់អនុញ្ញាតអត់មានសារ៉ែនហើយបើកបរក្នុងល្បឿនលឿនហើយបន្ទាប់ពីខាត់ខ្លួនចាសំទោសបន្ទាប់ពីខាត់រថយន្តខាងលើហើយបានហៅប្រធាន clinic មកណែនាំរួចទៅប្រគល់រថយន្តទៅឲ្យខាង clinic វិញចាអូគាត់យកមកអប់រំសិន ណា បាទហ្នឹងឲ្យអប់រំគេសិនទៅបាទតាមពិតទៅរថយន្តសង្គ្រោះគេត្រូវមានសារ៉ែនចាមានសារ៉ែនរបស់គេភ្លើងចាភ្លើងសញ្ញាសម្រាប់ពេលគេបញ្ញាប់បើកផ្លូវទៅគឺគេចេញទៅគឺបើកភ្លើងសញ្ញាឬក៏សារ៉ែនស្រែកបាទទោះបីឯកជនក៏ដោយឥឡូវចេះយើង ចំពោះសេវាព្យាបាលសុខភាពសេវាព្យាបាលប្រជាពលរដ្ឋទូទៅគឺយើងអត់និយាយតែឯកជនឬក៏រដ្ឋទេឥឡូវយើងនិយាយចេះវិញណា មានក៏មានចោះប៉ុន្តែគាត់នៅកន្លងមកក៏ខ្ញុំធ្លាប់ចាំបានដែរក្រសួងសុខាភិបាលដែលចេញដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាទឯកឧត្តមមុនហេងលោកបានចេញលិខិតកន្លងមកធ្លាប់ឲ្យមានការណែនាំបញ្ឈប់រថយន្តសង្គ្រោះឯកជនខ្លះដែលគាត់ដឹកអ្នកសង្គ្រោះនៅតាមដឹកអ្នករងរបួសនៅតាមទីសាធារណៈទៅពេទ្យឯកជនរបស់ខ្លួនប៉ុន្តែនៅពេលដែលអ្នករងរបួសអ្នករងគ្រោះទាំងនោះធ្ងន់ធ្ងរតែងតែអត់ទុកនៅclinicឯកជនរបស់ខ្លួននេះបញ្ជូនមកពេទ្យរដ្ឋអញ្ចឹងពេទ្យរដ្ឋពេលខ្លះទទួលរងគ្រោះដោយសារតែការទទួលយកអ្នកដែលជិតស្លាប់ពីមន្ទីរពេទ្យឯកជនប៉ុន្តែប្រជាពលរដ្ឋខ្លះក៏គាត់ថាសេវាបម្រើរបស់រដ្ឋឡានសង្គ្រោះរបស់រដ្ឋយឺតយ៉ាវមិនបម្រើតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងតែមានសពថ្ងៃពេលខ្លះគ្រោះថ្នាក់កើតឡើងទូរស័ព្ទទៅ119 1ម៉ោងក៏មានអត់មកក៏មាននេះដែលជាបញ្ហាមួយដែលធ្វើឲ្យពលរដ្ឋគាត់លែងទុកចិត្តលែងសប្បាយចិត្តជាមួយនឹងមធ្យោបាយសង្គ្រោះបន្ទាន់របស់ឡានរដ្ឋនេះដែលធ្វើឲ្យពលរដ្ឋបាត់ជំនឿលែងទុកចិត្តរឿងទៅហ្នឹងអញ្ចឹងសុខចិត្តឲ្យតែពេទ្យឡានពេទ្យណាក៏ដោយឲ្យតែមកដល់មុនដឹកចោះយកចោះឲ្យតែថាយកទៅព្យាបាលអស់ប្រមាណក៏អស់ទៅព្រោះធម្មតាពេលខ្លះគ្នាអ្នករងរបួសអ្នកត្រូវការសង្គ្រោះបន្ទាន់លែងគិតលុយទេពេលហ្នឹងត្រូវការសង្គ្រោះសិនចាំគិតនេះក្រោយលោកគូលោកក្បីលោកមន់លោកជ្រូកពេលក្រោយសំខាន់ឲ្យជួយជីវិតសិនតែមិនដូចឆ្នោះទេឡានឯកជនសង្គ្រោះបន្ទាន់របស់ clinic ខ្លះគាត់ទៅដល់មុនហើយឃើញអ្នករងគ្រោះថាអូនេះអ្នករងគ្រោះជនអនាថាហ្នឹង
មកយកទៅអីពហុលេងដឹកបាត់ទៅបាត់ទៅខ្លះទៀតមកដល់ហើយដល់ពេលឃើញរបួសធ្ងន់អូមិនអាចយកទៅសង្គ្រោះនៅពេទ្យខ្ញុំខ្លាចងាប់នៅក្នុងពេទ្យខ្ញុំណាអត់ដឹកទៅបាត់ទៅនេះដែលជាបញ្ហាមួយដែលថាបើបានជាទៅហើយឈ្មោះថាឡានសង្គ្រោះសិនទៅអ្នកឯងចង់ដឹកយកទៅឲ្យរដ្ឋក៏បានដែរតែឲ្យតែបានដឹកហើយច្បាប់គេបានចែងច្បាស់ណាច្បាប់សុខាភិបាលក្រសួងសុខាភិបាលគេចែងច្បាស់តាក់ទង7ឡានសារ៉ែនដឹកសង្គ្រោះបន្ទាន់បាទឡានសង្គ្រោះបន្ទាន់ឡានពេទ្យអ្នកឯងត្រូវមានឧបករណ៍គ្រប់គ្រាន់នៅក្នុងរថយន្តបើមិនមែនអ្នកឯងគ្រាន់តែដាក់សារ៉ែនមួយនៅក្នុងឡានសង្គ្រោះរបស់អ្នកឯងអត់មានអីសង្គ្រោះបន្ទាន់នៅពេលដាក់អ្នកជំងឺដាក់អ្នករងគ្រោះនៅក្នុងឡានអត់មានអីបតោកសរោមអត់មានអីសម្រាប់សង្គ្រោះបឋមផងហ្នឹងអញ្ចឹងនៅក្នុងច្បាប់សុខាភិបាលគឺគេចែងទន្ទឹមអ្នកឯងដាក់ឡានសារ៉ែនជាឡានសង្គ្រោះរបស់មន្ទីរពេទ្យណាមួយតើឡានអ្នកឯងមានឧបករណ៍សង្គ្រោះបឋមនៅក្នុងរថយន្តនឹងអត់ចុះបើអ្នកឯងយកចូលទៅខាងក្នុងឡានរបស់អ្នកឯងមានតែសារ៉ែនខាងលើតែខាងក្នុងវាលល្វឹងដូចដឹកជ្រូកហ្នឹងអានេះដែលខាងក្រសួងសុខាភិបាលត្រួតពិនិត្យដែលឡានដែលអត់មានលក្ខណៈគ្រប់គ្រាន់សម្រាប់ជាឡានសង្គ្រោះបន្ទាន់ដល់គេចែងច្បាស់តាប៉ុន្តែខូចតែអ្នកអត់ធ្វើតាមតាអាហ្នឹងប៉ុណ្ណឹងច្បាប់នៅតែច្បាប់មនុស្សនៅតែមិនគោរពអាហ្នឹងដែលជាបញ្ហាបាទអញ្ចឹងទេដូចឡានបាញ់មិញអញ្ចឹងឡានគ្លីនិកដៃចាណាចាបាទទី1សារ៉ែនពីលើអាភ្លើងវិលពីខាងលើយើងងាយស្ដាប់កុំនិយាយសារ៉ែនយ៉ាងលោកបងប្អូនពលរដ្ឋរបស់យើងនៅតាមជនបទអត់ស្គាល់ចុះសារ៉ែននឹងស្អីគេអាសារ៉ែននឹងបានតែឡានដែលមានភ្លើងវិលសញ្ញោពីលើស្រែកហ្នឹងបាទស្រែកជាសំឡេងហ្នឹងអញ្ចឹងទី1អត់មានអាសារ៉ែនពីលើនឹងផងទី2មិនដឹងជានៅខាងក្នុងនឹងដឹងមានឧបករណ៍សម្រាប់សង្គ្រោះបឋមឬក៏អត់ដាក់តែអញ្ចឹងរថយន្តសង្គ្រោះបន្ទាន់មិនបានន័យថាសង្គ្រោះបន្ទាន់គ្រាន់តែយកគ្រាន់តែដឹកដើម្បីទៅពេទ្យតែប៉ុណ្ណឹងអីឈ្មោះថាសង្គ្រោះបន្ទាន់នៅពេលដែលគេចាប់ដើមយកអ្នករងគ្រោះអ្នករងរបួសនៅនោះគឺសង្គ្រោះបន្ទាន់នៅកន្លែងហ្នឹងដាក់សរោមចាក់ថ្នាំឬក៏មានឧបករណ៍អីចលនាអីនៅហ្នឹងហើយពេលដឹកទៅតាមផ្លូវឆ្ងាយគេមានឧបករណ៍សង្គ្រោះបន្ទាន់នៅក្នុងឡានហ្នឹងអាហ្នឹងប៉ុណ្ណឹងឯងដល់ពេលអ្នកមិនគោរពណាដែលហើយប៉ុន្តែណែខាងក្រសួងសុខាភិបាលដែលត្រូវតាមដានរឿងហ្នឹងតាមដានមុខជំនាញរបស់ខ្លួនពួកក្រសួងមួយមានតួនាទីធ្វើកិច្ចការរបស់ខ្លួនអញ្ចឹងគេមិនដាក់ឈ្មោះក្រសួងកសិកម្មអតិភិបខាងដំណាំកសិកម្មនឹងឯងមើលកសិករដាំដំណាំកសិករស្ទូងដកដាក់ថ្នាំអីការពារអីដើម្បីកុំអោយសត្វល្អិតកុំអោយកដោបស៊ីកុំអោយប្រាប់កសិករធ្វើកសិកម្មដាំដើមឈើអីដីនេះត្រូវដាំត្រូវដំណាំអីអាហ្នឹងខាងកសិកម្មតែដោយសារភ្ជាប់មួយទៀតទៅជលផលក្រោមអាវ៉ាត់របស់ក្រសួងនឹងដែរមើលខាងត្រីមច្ឆាជាតិអីនោះបាទធនធានធម្មជាតិខាងត្រីមច្ឆាជលផលគឺត្រីអានេះក្រោមអាវ៉ាត់របស់កសិកម្មដែរក្រសួងបរិស្ថានអានឹងបរិស្ថានទៅក្រសួងសេដ្ឋកិច្ចរឿងលុយទៅអានឹងគេចែកច្បាស់អញ្ចឹងចែកមុខងារអញ្ចឹងចែក function គ្នាអញ្ចឹងបាទអញ្ចឹងតើតាក្រសួងដែលជំនាញពាក់ព័ន្ធហ្នឹងតើតាមដាននៅជំនាញកិច្ចការហ្នឹងបើអត់តាមដានហ្នឹងគេលោចេតថាខុសតែប៉ុន្តែខ្លួនយើងអត់តាមដានអ្នកណាអ្នកទប់ស្កាត់ឡើយបាទទូទាំងជនឥឡូវនេះម៉ោងសម្រាប់ទៀតហើយបាទសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតវិលមកជួបគ្នាបន្ត